1. ពិនិត្យអីវ៉ាន់សល់ក្នុងថ្ងៃនៅចុងម៉ោងធ្វើការភ្នាក់ងារប្រចាំតំបន់ត្រូវពិនិត្យបរិមាណអីវ៉ាន់សល់ជាក់ស្ដែងធៀបនឹងទិន្នន័យនៅលើកម្មវិធី M-Express ដើម្បីធានាថាអត់បាត់បង់អីវ៉ាន់ត្រឹមត្រូវតាមបរិមាណជាក់ស្ដែងនិងនៅលើប្រព័ន្ធបែងចែកឲ្យបានច្បាស់លាស់រវាងអីវ៉ាន់ដែលបានប្រកួតជោគជ័យនិងអីវ៉ាន់ដែលមិនទាន់បានទទួលជោគជ័យជំហាននៃការអនុវត្តនៅលើកម្មវិធី M-Express មានដូចខាងក្រោមជំហានទី1ចូលទៅកាន់ធ្វើការត្រួតពិនិត្យជ្រើសរើសបង្កើតការត្រួតពិនិត្យជ្រើសរើសខ្សែផ្លូវរបស់បុគ្គលិកជំហានទី2អនុវត្តការ scan QR នៅលើអីវ៉ាន់និងផ្ទៀងផ្ទាត់រវាងអីវ៉ាន់ជាក់ស្ដែងជាមួយនឹងប្រព័ន្ធជំហានទី3បញ្ជាក់ការបញ្ចប់ការពិនិត្យអីវ៉ាន់ដែលសេសសល់2របាយការណ៍ចុងក្រោយប្រចាំថ្ងៃភ្នាក់ងារប្រចាំតំបន់បូកសរុបនិងរាយការណ៍អំពីបញ្ហាផ្សេងៗដែលកើតឡើងក្នុងថ្ងៃនៅលើខ្សែផ្លូវប្រកុលអីវ៉ាន់ពិភាក្សាអំពីការលំបាកនិងបញ្ហាប្រឈមនានាជាមួយប្រធានសាខាដើម្បីទទួលបានការជួយដោះស្រាយទាន់ពេលវេលាប្រសិនបើមានខាងលើនេះគឺជាការណែនាំអំពីការងារប្រចាំថ្ងៃរបស់ភ្នាក់ងារប្រចាំតំបន់នៅ Medphone Express ក្នុងដំណើរការបំពេញការងារប្រសិនបើត្រូវការជំនួយភ្នាក់ងារសូមម្ចាស់ការពិភាក្សាជាមួយប្រធានសាខាដើម្បីទទួលបានការរួមដំណើរនិងការជំនួយទាន់ពេលវេលាសូមជូនពរឲ្យអ្នកទាំងអស់គ្នាមានថាមពលពោពេញបម្រើអតិថិជនបានយ៉ាងល្អនិងបំពេញការងារមួយប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយ Medphone Express